មិនថាតែបរទេសបងភាគច្រើនជនជាតិខ្មែរឥឡូវគាត់ពេញនិយមជាមួយនឹងផលិតផលដែលធ្វើដោយដៃពណ៌ធម្មជាតិជាពិសេសគឺមានចង់និយាយថាវា unique មានភាពពិសេសមិនមែនផលិតផលទាំងអស់នេះគឺលក់តែនៅខ្មែរទេគឺផលិតផលទាំងអស់នេះនាំចេញទៅលក់នៅបរទេសតិចបងប្អូនខ្លះអញ្ជើញទៅបរទេសទៅដល់កាន់ពឹបអូយហើយចុះរបស់បរទេសឯងក៏ល្អម្លេះធៀបពិតមិនមែនរបស់បរទេសទេបងប្អូនស្រីស្អាតប៉ុណ្ណឹងស្លៀកពាក់បែបហ្នឹងម៉ូដបែបហ្នឹងអាវបែបហ្នឹងបងប្អូនមើលទៅសមមិនសមបងប្អូននេះបងប្អូនអរគ្នាកម្មាដែលនៅនឹងលើកខ្ញុំនេះបងប្អូននេះបងប្អូនឃើញទេស្អាតមែនតើអានេះធ្វើពីអំបោះហ៎បងប្អូនហើយកតាបដែលខ្ញុំកំពុងតែស្ពាយនៅនឹងស្មានេះក៏ធ្វើពីអំបោះដែរបងប្អូននេះក៏ស្អាតដូចគ្នាបងប្អូននេះហើយខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាកម្មាក៏ដោយកតាបនេះក៏ដោយគឺធ្វើដោយកូនខ្មែររបស់យើងទេហើយធ្វើនៅស្រុកខ្មែរទៀតបងប្អូនមិនត្រឹមតែធ្វើនៅខ្មែរទេរបស់របរទាំងអស់នេះលក់ចេញទៅបរទេសទៀតបងប្អូនជំរាបសួរបាទអូនអាចជួយណែនាំខ្លួនបន្តិចមកណាខ្ញុំឈ្មោះវិចលេងបាទវិចលេងនៅកន្លែងនេះជា community អីដែរអូននៅនេះយើងធ្វើការជាសហគមន៍បងប៉ុន្តែយើងមិនមែនជាអង្គការយើងជាអាជីវកម្មបាទនៅនេះគេហៅថា GoL community ណាចា៎កន្លងមកបងប្អូនអរគ្នាខ្ញុំធ្លាប់បានផ្សព្វផ្សាយមួយតាក់ទងជាមួយនឹងផលិតផលខ្មែរដែលធ្វើដោយកូនខ្មែររបស់យើងទេហើយធ្វើនេះគឺយកចេញពីផលិតផលក្នុងស្រុកយើងទេបងប្អូនសូម្បីតែកម្មាដែលខ្ញុំកំពុងតែបងកនេះក៏ជាផលិតផលដែលធ្វើនៅក្នុងស្រុកខ្មែរយើងដែរជាក់ស្ដែងកតាមួយនេះគឺចឹងដែរមែនទេអូនចាបាទអូនអាចបញ្ជាក់បន្តិចបានទេថារបស់របរអស់ហ្នឹងយើងធ្វើទីតាំងរបស់វានៅកន្លែងណាអូនបងសម្រាប់កណាត់ហើយនឹងការឆ្លក់ពណ៌គឺយើងធ្វើនៅខេត្តតាកែវនៅស្រុកបាទីខេត្តតាកែវប៉ុន្តែសម្រាប់ការនឹងឯឆ្លក់ពណ៌ក៏នៅខេត្តតាកែវប៉ុន្តែការដេគឺយើងដេនៅភ្នំពេញបងប្អូនអរគ្នាយើងមើលមកជុំវិញកន្លែងដែលខ្ញុំកំពុងទៅឈរនេះសុទ្ធតែជាផលិតផលដែលធ្វើឡើងស្អាតមែនតើបងប្អូនកណាត់ដែលយើងយកមកធ្វើនេះជាប្រភេទសុទ្ធតែជាប្រភេទអំបោះមែនទេចាបងភាគច្រើនគឺអំបោះប៉ុន្តែយើងក៏មានជាប្រភេទសូត្រអានេះយើងហៅសូត្រចាហើយប្រភេទនេះគឺសូត្រលាយជាមួយនឹងអំបោះទេសឯកប្រភេទនេះសូត្រឆៅឬសូត្រអាចគោលាយជាមួយអំបោះទេសឯកសូត្រអីមិញសូត្រឆៅឬសូត្រអាចគោសូត្រអាចគោមានពាក្យសូត្រអាចគោទៀតចាសូត្រឆៅមានន័យថារសៀលអង់គ្លេសបងអូខេរៀងដុតរៀងមានស្នាមអុចអញ្ចឹងបងប្អូនកុំច្រឡំអានេះសូត្រអាចគោមិនមែនត្បាញចេញពីអាចគោទេបងប្អូនណាគឺយើងត្បាញចេញពីសូត្រធម្មតាទេអញ្ចឹងក្រៅតែពីសូត្រទាំងអស់នេះក្រៅតែពីអំបោះទាំងអស់នេះអានេះគឺយើងធ្វើពីអំបោះធ្វើពីសូត្រដែរមែនទេចាប្រភេទអំបោះដែរចាប៉ុន្តែអំបោះយើងមានប្រភេទ A B C D E ប្រភេទ A គឺស្ដើងជាងគេយើងអាចយកមកធ្វើជាអាវសម្រាប់ប្រភេទអំបោះ B ហើយនិង C យើងអាចធ្វើខោដូចខោខ្ញុំកំពុងស្លៀកហ្នឹងនឹងខោហើយសម្រាប់កតាបបងដែលកំពុងស្ពាយហើយនិងកតាបតាំងភាគច្រើនគឺយើងធ្វើពី D E អញ្ចឹងC ក៏យើងអាចធ្វើបានគ្រាន់ថាវារៀងស្ដើងជាងអញ្ចឹងមានន័យថានៅពេលដែលយើងដំបាញគឺយើងដំបាញមានប្រភេទរបស់វាเนาะមានប្រភេទស្ដើងមានប្រភេទក្រាស់ចាដោយសារអំបោះយើងមានលេខអំបោះស្ដើងអំបោះក្រាស់អំបោះសរសៃទូចសរសៃធំបងប្អូនអរគ្នានៅកន្លែងនេះសុទ្ធតែជាផលិតផលធ្វើពីអំបោះធ្វើពីសូត្រប៉ុន្តែស្អាតមែនតើមិនខ្ញុំចេះថាទេពួកដោយសារនៅកន្លែងនេះពេលដែលបងប្អូនអញ្ជើញមកមើលអញ្ជើញមកទស្សនាផ្ទាល់បានដឹងថាផលិតផលទាំងអស់នេះពេលដែលយើងស្ទាបនឹងដៃយើងហើយពេលដែលយើងមកឃើញផ្ទាល់ហើយមានអារម្មណ៍ថាគឺជាផលិតផលដែលធ្វើដោយខ្មែរមែនប៉ុន្តែស្អាតហើយផលិតផលទាំងអស់នេះនិយាយឲ្យខ្លីទៅថាមិនមែនយើងលក់តែក្នុងស្រុកទេបងប្អូនយើងលក់គឺភាគច្រើនទីផ្សាររបស់យើងទៅបរទេសមែនទេចាបាទអូនអាចបញ្ជាក់បន្តិចបានទេថាទីផ្សាររបស់យើងដែលលក់ទៅបរទេសនេះទៅប្រទេសណាខ្លះអូនចាសម្រាប់ទីផ្សារយើងមានដូចជានៅភាគច្រើននៅអឺរ៉ុបនៅប៉ែកអឺរ៉ុបមានដូចជាបារាំងអង់គ្លេសហើយនឹងមានប្រភេទនៅញូហ្សេឡង់កាណាដាអីចឹងញូហ្សេឡង់ហើយនឹងអូស្ត្រាលីសម្រាប់អាមេរិកខាងជើងយើងមានអាមេរិកហើយនឹងកាណាដាដែរច្រើនចាហើយសម្រាប់អាស៊ីយើងមានសិង្ហបុរីយើងមានម៉ាឡេទាំង retail ទាំង wholesale ហើយទាំង customize order ដែរអូបងប្អូនស្ដាប់អត់ច្រឡំទេមិនមែនផលិតផលទាំងអស់នេះគឺលក់តែនៅខ្មែរទេគឺផលិតផលទាំងអស់នេះនាំចេញទៅលក់នៅបរទេសតិចបងប្អូនខ្លះអញ្ជើញទៅបរទេសទៅដល់កាន់ពឹបអូយហើយចុះរបស់បរទេសឯងក៏ល្អម្លេះធៀបពិតមិនមែនរបស់បរទេសទេបងប្អូនគឺរបស់ខ្មែរយើងទេផលិតដោយដៃខ្មែរផលិតនៅស្រុកខ្មែរតែម្ដងបងប្អូននេះហើយបងប្អូនឃើញផលិតផលមានច្រើនមែនតើឥឡូវបងអាចសួរបន្តិចបានថានៅនេះផលិតផលមានប្រភេទផលិតផលអីខ្លះទៅប្រភេទផលិតផលយើងបែងចែកជាក្រុមចាដូចបងឃើញនេះគឺជាប្រភេទក្រុមកម្មាបាទហើយប្រភេទកតាបគឺយើងមានប្រភេទកតាបអញ្ចឹងហើយមួយទៀតតកតងនឹងផ្នែកនេះគឺ living room ហើយនឹង bedding decoration អញ្ចឹងសម្រាប់
home furnishing អីគឺយើងមានជាប្រភេទ pillow មាន cushion មានខ្នើយសាឡុងខ្នើយគេងហើយនឹងមានតាមទំហំដែរចាសុំសួរមួយមានខ្នើយអត់មានពូកទេមានទៀតពូកនៅលើយើងមានកម្រាលពូកយើងមានវាំងននយើងមានសងខ្នើយសងខ្នែងអោប៉ុន្តែអាស្រ័យទៅលើចំណង់ចំណូលចិត្តភ្ញៀវគាត់ចង់កំងអញ្ចឹងទៅយើងមាន stock កណាត់ដែលជាពណ៌សម្រាប់គាត់ឲ្យជ្រើសរើសខ្ញុំមិញស្មានតែមានតែខ្នើយមានខ្នើយប្រៀបដូចមានអូនណាតពេលហើយវាបាត់បងតែធាតពិតបងនៅខាងលើបងនៅខាងលើនេះបងសម្រាប់ភួយយើងមាន king size queen size ហើយមាន single ហ្នឹងហើយ single size ចឹងភួយនេះគឺ Goel ជាអ្នកផលិតតែម្ដងเนาะភួយនេះធ្វើមកពីអីអូនសាច់អំបោះបងសាច់អំបោះឬកបាស់ធម្មតាសាច់អំបោះបងប្អូនគឺត្រជាក់អញ្ចឹងភួយនេះធ្វើពីសាច់អំបោះអញ្ចឹងអាចនឹងត្រជាក់សូម្បីតែយើងកាន់ដណ្ដៃទេក៏ត្រជាក់ដែរចាបងហេតុអីបានជាត្រជាក់ដោយសារតែយើងត្បាញអញ្ចឹងកាលណាកណាត់ត្បាញវាមានប្រឡោះឬក៏ប្រហោងចេញចូលដែលអាចអនុញ្ញាតឲ្យខ្យល់ចេញចូលស្បែកបានល្អអញ្ចឹងត្រូវបានគ្រប់អាកាសធាតុមិនថាត្រជាក់ឬក៏ក្តៅទេភួយហើយនឹងសម្លៀកបំពាក់របស់ Goel គឺបានគ្រប់រដូវកាលចាមិនត្រឹមតែត្រជាក់ទេប៉ុន្តែស្អាតឥឡូវមើលបងសុំឯងបាទនេះមួយម៉ូតទេបងប្អូននេះឃើញទេបាទឃើញទេនេះមួយម៉ូតទេអានេះអាវរបស់ Goel ដែរនេះធ្វើពីអំបោះដែរមែនទេអំបោះបងបាទហើយមើលទៅស្រីស្អាតប៉ុណ្ណឹងស្លៀកពាក់បែបហ្នឹងម៉ូតបែបហ្នឹងអាវបែបហ្នឹងបងប្អូនមើលទៅសមមិនសមបងប្អូននេះឥឡូវបងប្អូនគិតថាមិនស្អាតទេបងប្អូនមើលអ្នកពាក់ទៅមើលខ្ញុំបងកនេះខ្ញុំមិនមែនផុសស្អាតអីទេណាប៉ុន្តែមើលទៅបងប្អូនបងឲ្យឡើងកម្រិតភាពស្អាតបាទកម្រិតភាពស្អាតហើយកុមារនេះបងទៅឃើញបងប្អូនបោកទៀតឲ្យយើងទៅណាយើងអញ្ជើញទៅណាដើរលេងអីឬក៏ខែក្តៅអីយើងអាចពាក់អញ្ចឹងទៅវាស្រួលខ្លួនល្មមហើយដូចខ្ញុំជិះបងតែមួយចេះល្អបាត់ទៅដល់អាមេរិកទៅដល់កាណាដាទៅដល់ជប៉ុនចិនថៃណាក៏ដោយគឺយើងបងអញ្ចឹងគេដឹងថាយើងខ្មែរបាត់ឃើញទេបាទហើយនេះដាក់កុំព្យូទ័របានទេកុំព្យូទ័របានបងនេះដាក់កុំព្យូទ័របានដាក់ iPad បានបាទដាក់របស់របរណាដែលចាំបាច់តខ្លួនអីណាបងប្អូនបាទហើយអាចដាក់របស់សម្ងាត់អីខ្លះក្នុងនឹងបានដែរសំខាន់យើងអាចយួរចំហៀងស្ពាយចំហៀងចេះក៏បានស្ពាយខាងក្រោយក៏បានហើយយើងយួរនិយាយទៅយើងសេរីបានខ្សែនេះអូអានេះស្ពាយក្រោយបានទៀតបានខ្ញុំអត់ដឹងបាទឥឡូវខ្ញុំសាកស្ពាយបងប្អូនយើងមើលសិនបាទកុំឲ្យចេះថាណោះឥឡូវខ្ញុំសេរីស្ពាយចាអូខេសេរីបានបាទនេះអូខេអញ្ចឹងយើងស្ពាយខាងក្រោយនេះបងប្អូននេះឃើញទេបាទខ្ញុំគ្រាន់តែហោឲ្យមើលណាបាទនេះអូខេស្អាតទេតាបងប្អូនឃើញទេយើងសេរីបានបងសេរីឲ្យវារៀងធ្លាក់បន្តិចក៏បានបាទនេះខ្ញុំគ្រាន់តែហោឲ្យប៉ុន្តែយើងអាចសេរីបានអញ្ចឹងណាបងប្អូនឃើញទេបាទអញ្ចឹងសិតតែជាផលិតផលរបស់ Goel ដែលមើលទៅគឺតាក់ទាញស្រស់ស្អាតមែនទែនបងប្អូនសូម្បីតែផលិតផលល្មមដែលយើងនិយាយថាផលិតផលបរទេសអីបើយើងនិយាយទៅគុណភាពអាចថាមិនលើស Goel ទេព្រោះហេតុអីខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារតែ Goel នាំចេញទៅលក់នៅបរទេសទៀតមែនទេកន្លងមកទទួលបានការគាំទ្រច្រើននេះគាំទ្រច្រើនបងភាគច្រើនជនជាតិបរទេសគាត់ពេញចិត្តជាមួយនឹងកម្មាហើយនឹងសម្លៀកបំពាក់បើខាងអឺរ៉ុបគាត់ស្រឡាញ់កម្មាបើខាងអាស៊ីមានដូចជាកូរ៉េជប៉ុនតៃវ៉ាន់ចិនអីគាត់ភាគច្រើនសម្លៀកបំពាក់បាទហេតុអីបានបរទេសស្រឡាញ់ផលិតផលបែបហ្នឹងចាបងទី1ហេតុផលមានច្រើនតែខ្ញុំអាចសុំលើកចំណុចខ្លះៗទី1ហេតុផលដែលមិនថាតែបរទេសទេបងភាគច្រើនជនជាតិខ្មែរឥឡូវគាត់ពេញនិយមជាមួយនឹងផលិតផលដែលធ្វើដោយដៃពណ៌ធម្មជាតិជាពិសេសគឺមានចង់និយាយថាវា unique មានភាពពិសេសអញ្ចឹងមិនថាយើងមានតែឯងទេតាមពិតនៅក្នុងវិស័យវិញ្ញាណភ័ណ្ឌគឺយើងមានរោងចក្រច្រើនតាក់ទងជាមួយនឹងការត្បាញកម្មាក៏មានច្រើនការធ្វើសម្លៀកបំពាក់ឬក៏ការធ្វើជាកាតាបនិងវត្ថុអនុស្សាវរីយ៍ភាគច្រើនគឺមានច្រើនជាពិសេសយើងអាចមើលនៅសារទូទៅពុំភាគច្រើនហើយនឹងសារផ្សេងៗទៀតគឺមានច្រើនប៉ុន្តែសម្រាប់តម្លៃអាចថាលើសគេបន្តិចប៉ុន្តែភាគច្រើនគឺបរទេសគាត់ឲ្យតម្លៃទៅលើអ្វីដែលជា uniqueness ចាហើយមួយវិញទៀតគឺមានផាសុកភាពដោយសារតែប្រភេទកណាត់របស់យើងគឺវាស្រាលទន់ហើយយើងជ្រលក់ជាមួយនឹងពណ៌ធម្មជាតិអញ្ចឹងអត់ប៉ះពាល់ជាមួយនឹងស្បែកអ្នកប្រើប្រាស់ជាពិសេសគឺក្មេងៗដោយសារគាត់ប៉ះពាល់ផ្ទាល់ជាមួយនឹងសាច់កណាត់អញ្ចឹងស្បែកគាត់ងាយនឹងប្រតិកម្មរោលឡើងលំអអីអញ្ចឹងសម្រាប់កៅអៅ Goel គឺល្អមែនតើតាក់ទងជាមួយនឹងមួយទៀតគឺសុខភាពរបស់អ្នកផលិតដែរដោយសារសុខភាពពួកគាត់ប៉ះពាល់ផ្ទាល់ជាមួយនឹងកណាត់ពេលដែលគាត់ត្បាញហើយនឹងគាត់ដេរអញ្ចឹងទៅធ្វើឲ្យធម្មតាសាច់កណាត់សំបីខ្ញុំខ្លួនឯងពេលដែលអង្គុយកាត់កណាត់ sample ឲ្យភ្ញៀវហ្នឹងក៏វាខ្ទាតចូលច្រមុះដែរប៉ុន្តែសម្រាប់កណាត់ Goel អត់បញ្ហាជាមួយសុខភាពយើងទេហើយមួយវិញទៀតគឺបរិស្ថានភាគច្រើនបរទេសហើយជនជាតិខ្មែរឥឡូវយុវជនក៏ដឹងច្រើនដែរតើតមួយបរិស្ថានអញ្ចឹងយើងធ្វើពីពណ៌ធម្មជាតិនៅពេលដែលយើងបញ្ចេញកាកសំណល់ទៅមានដូចជាស្លឹកឈើសំបកឈើ
គឺអត់ប៉ះពាល់ដល់បរិស្ថានដោយសារទៅត្រឡប់ទៅដីត្រឡប់ទៅទឹកវិញគឺវាធ្វើឲ្យទៅជាជីជាតិសម្រាប់ដីវិញចា៎ចំណុច3ដែលបងចាប់បានហើយបងចង់រំលឹកអានឹងបន្ថែមតាមពិតដូចអូននិយាយមិញអញ្ចឹងចំណុចច្រើនល្អច្រើនប៉ុន្តែចំណុច3ដែលពិសេសទី1គឺធ្វើដោយដៃផលិតផលដែលធ្វើដោយដៃមានតម្លៃណាស់បងប្អូនយើងនិយាយថាមិនមែនមានតម្លៃថ្លៃណាគឺយើងនិយាយពីគុណតម្លៃរបស់វាចំណុចទី2គឺតាក់ទងជាមួយនឹងសុខភាពបងប្អូនទាំងអស់គ្នាបងប្អូនអាចនឹងមិនធ្លាប់ជួបទេប៉ុន្តែខ្ញុំធ្លាប់ជួបផ្ទាល់កម្មាខ្លះបងប្អូនខ្ញុំអត់និយាយថាកម្មាបែបណាទេគេផលិតចេញពីម៉ាស៊ីនមកបងប្អូននៅពេលដែលខ្ញុំថ្ងៃមួយដែលខ្ញុំចូលរួមពិធីមង្គលការនៅពេលដែលខ្ញុំចូលរួមពិធីមង្គលការខ្ញុំយកកម្មាបងកអញ្ចឹងទៅដល់ផ្ទះវិញបងប្អូនខ្ញុំនិយាយថាពីកខ្ញុំហ្នឹងក៏ទួលមិនដឹងប្រហែលថ្ងៃដោយសារអីដោយសារតែគេជ្រលក់មានជាតិគីមីដែលនៅជាប់នៅហ្នឹងវាប៉ះពាល់ទៅដល់ស្បែករបស់យើងហើយ Goel Community នេះដូចអ្វីដែលបងស្រីបានបញ្ជាក់អញ្ចឹងគឺយើងធ្វើកណាត់នេះយើងជ្រលក់ដោយអត់មានប្រើជាតិគីមីទេអញ្ចឹងវាអត់ប៉ះពាល់ទៅដល់សុខភាពយើងទេក៏អត់ប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ដែរចំណុចទី3ដែលអូននិយាយមិញអញ្ចឹងគឺតាក់ទងមួយបរិស្ថានរបស់នេះគឺយើងផលិតមកចេញពីបរិស្ថានមកយើងចេញពីធម្មជាតិមកមែនទេអញ្ចឹងវាជួយដល់បរិស្ថានហើយក៏វាអត់បំពុលទៅដល់បរិស្ថានវិញដែរជាចំណុចដែលពិសេសមែនតើអញ្ចឹងហើយបានយើងសូម្បីតែយុវជនសម័យថ្មីឬក៏អាចថាប្រជាជនយើងទូទៅក៏ដូចជាបរទេសគាត់ចាប់អារម្មណ៍ទៅលើចំណុចនឹងខ្លាំងហើយទោះបីជាតម្លៃរបស់វារៀងលើជាងគេតិចតួចក៏ដោយមិនដែរបងប្អូនបាទស្អាតទេសង្ហាសមគ្នាអត់ទេនិយាយលេងណាបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះខ្ញុំជឿថាបងប្អូនប្រកាសជាមានចម្ងល់មួយចំនួនពាក់ព័ន្ធជាមួយនឹង Goel Community ហើយខ្ញុំជឿថាបងប្អូនមិនទាន់ឆ្លាស់ទេបិទតែនៅកន្លែងនេះខ្ញុំបានបង្ហាញទ្រុសមែនអញ្ចឹងអូនមានអីជូនពួកគាត់សម្រាប់ឲ្យបងប្អូនយើងដែលគាត់ចង់ដឹងបន្ថែមពាក់ព័ន្ធជាមួយ Goel ហ្នឹងហើយបងជាដំបូងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលពេញចិត្តស្រឡាញ់ហើយគាំទ្រមានចំណាប់អារម្មណ៍មកលើផលិតផលខ្មែរយើងធ្វើក្នុងស្រុកអាចថា 90% ហើយយើងនាំចូលតែអំបោះទេដោយសារអំបោះយើងអាចគ្រប់គ្រងក្នុងស្រុកបានហ្នឹងហើយមួយវិញទៀតតកតងជាមួយនឹងការដែលបងប្អូនចូលរួមចំណែកគាំទ្រផលិតផលហ្នឹងគឺជួយឲ្យពួកយើងទាំងអស់គ្នាសហគមន៍យើងមិនថាជាអ្នកត្បាញអ្នកជ្រលក់ពណ៌អ្នកដេរហើយនិងអ្នកលក់និយាយទៅគ្រប់គ្នាទាំងអស់គឺចូលរួមផ្ដល់ការងារឲ្យពួកគាត់ហើយមិនថាចំណូលយើងអត់ទាន់ចំណូលដូចអត់ដល់គេប៉ុន្តែយើងនឹងព្យាយាមហើយយើងក៏មិនតិចជាងគេដែរយើងប្រៀបធៀបទៅអញ្ចឹងអាចថាបើសិនជាបងប្អូនចូលរួមចំណែកក្នុងការទិញចូលរួមផ្សព្វផ្សាយចែកម្លែកវីដេអូឬក៏ផ្សព្វផ្សាយតាមរយៈទៅមនុស្សដទៃទៀតក៏ជាចំណែកមួយជួយពួកយើងខ្លាំងមែនទែនហើយសម្រាប់ព័ត៌មានបន្ថែមបើសិនជាបងប្អូនចង់សាកសួរព័ត៌មានបន្ថែមទាក់ទងផលិតផលតម្បាញរបស់ Goel Community បងប្អូនអាចឆាតមក Facebook Page ឬ Telegram ដែលមានលេខ017 43010 អរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូនេះខ្ញុំបាទសធារ៉េតរួមជាមួយនឹងបងស្រីវុយលេងសូមអរគុណសូមជម្រាបលា